មិនដែលនិយាយរឿង18នាក់ទេពួកខ្ញុំចាត់ទុកថាពួកគេបានបូជាជីវិតរួចសាច់ទៅហើយអូនស្រីរបស់ទាហានខ្មែរគឺអ្នកស្រីលឹមអានលើកឡើងថាបងប្រុសរបស់អ្នកស្រីដែលជាយោធាឈរជើងនៅជួរមុខគឺលោកលឹមសំអេងបានរងគ្រោះផ្ទួនដោយសារត្រូវយោធាថៃប្រើល្បិចចាប់ខ្លួននិងធ្វើបាបហើយបែរជាត្រូវក្រុមគ្រូពេទ្យថៃចោទថាជាជនប្រមឹកញៀនស្រាថែមទៀតផងมันមិនសំខាន់អាណាធំអាណាតូចទេវាសំខាន់អាណាទេកាយប្រកែអ្នកខ្លះទៅមើលបានទៅមើលចោលប្រពន្ធយើងអត់ចង់ទេអត់ចង់ទេមួយថ្ងៃទៅឲ្យវាយព្រោះអីមូលហេតុមិនចង់ទៅក្រោកខាន់សង្គ្រាមប៉ុន្តែអានេះដល់ឃើញទេមិនអើពើតើឲ្យលេងមកតាំងពី555មកទៅគេមានប្រើថ្នាំអីចាក់ឲ្យគាត់ហើយគេឲ្យគាត់ហូបអីខ្លះថាប់អីខ្លះបាទជួនកាលវាបំពុលមនុស្សនឹងឲ្យទៅជាមិនមែនទៅជាមនុស្សហើយ